កម្មវិធី Smart ក៏ដូចជា VMS ធ្វើឲ្យការងារក្នុងការល្បាតក៏ដូចជាទិន្នន័យទូកនេសាទយើងកាន់តែប្រសើរឡើងនិងមានតម្លាភាពជាងមុនកាលពីយើងអត់ទាន់មានកម្មវិធី Smart ពេលដែលយើងចុះល្បាតគឺមានផលលំបាកគឺយើងកត់ត្រាទិន្នន័យល្បាតហ្នឹងដោយដៃនៅពេលដែលយើងបានប្រើប្រាស់កម្មវិធី Smart គឺងាយស្រួលក្នុងការកត់ត្រាទិន្នន័យនៅក្នុងទូរស័ព្ទក៏ដូចជាកម្មវិធី Smart ហើយចំពោះ VMS កាលពីយើងអត់ទាន់មានប្រព័ន្ធ VMS គឺយើងអត់ដឹងថាទូកនេសាទគាត់ចូលទៅនេសាទនៅកន្លែងណាទេដូចជាតំបន់អភិរក្សឬមួយក៏តំបន់ណាផ្សេងទៀតប៉ុន្តែនៅពេលដែលយើងមានប្រព័ន្ធ VMS យើងអាចតាមដានអាចដឹងថាទូកនេសាទគាត់ចូលទៅនេសាទនៅកន្លែងណាខ្លះបានជាក់លាក់ជាងមុនការងារយើងពាក់ព័ន្ធនឹងការងារល្បាតកាន់តែមានភាពប្រសើរជាងមុនជាមួយនឹងការចុះបញ្ជីនាវានេសាទក៏ដូចជាការផ្ដល់អាជ្ញាប័ណ្ណធ្វើនេសាទធ្វើឲ្យយើងងាយស្រួលដឹងថាតើទូកនេសាទណាជាទូកនេសាទស្របច្បាប់បើខ្ញុំចង់បានអា VMS ហ្នឹងមិនថាទូកតូចឬទូកធំទេបានគ្រប់គ្នាដោយសារស្រួលមិនងាយស្រួលដោយសារចុះប្រព័ន្ធហ្នឹងស្រួលយើងតាមដានទូកអូសហ្នឹងយើងមិនអាចអុយអូសនៅក្នុងតំបន់ដែលយើងអភិរក្សក្នុងសហគមន៍ទេពាក់ព័ន្ធនឹងប្រព័ន្ធ VMS វាមិនមែនជាគ្រាន់តែជាការងារការិយាល័យតែប៉ុណ្ណោះទេប៉ុន្តែវាគឺជាការងារចូលរួមការបង្កើតទំនុកចិត្តសម្រាប់អ្នកនេសាទដែលធ្វើឲ្យគាត់យល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការចូលរួមរបស់ពួកគាត់ក្នុងការអភិរក្សធនធានជលផលទៅថ្ងៃអនាគតផងដែរ